trong theo quay một hai tôi chắc là bên đó lên cũng lên vì chia của nó thành máy xong coi chắc coi chắc មិនទាន់ចប់ទេកងទ័ពមួកខៀវបន្តត្អូញត្អែថាត្រូវគេគំរាមលុបឈ្មោះចេញពីក្របខ័ណ្ឌក្រោយជាប់បញ្ជីខ្មៅ Boostrong ញ៉ាំ Boostrong ឆ្ងាញ់ជាងគេ កាន់តែភ្ញាក់ផ្អើលរឿងរ៉ាវរបស់អនុស្នេហ៍ឯកវិទ្យកំសាន្តដែលមហាជនខំតែស្មានថាលោករស់នៅមានក្តីសុខហើយបន្ទាប់ពីដោះស្រាយចប់សពគ្រប់ជាមួយបូរីស្រាប់តែថ្ងៃនេះលោកបានចេញមកទម្លាយសារដ៏ជូរចត់ថ្មីមួយទៀតគឺការប្រជុំមុខទៅនឹងការបាត់បង់អាជីពជាកងទ័ពដែលខ្លួនស្រឡាញ់ស្មើជីវិតពិតជាគួរឲ្យភ្ញាក់ផ្អើលមែនស្ថានភាពបានប្រែក្រឡាស់ពីក្រោយភ្លៀងមេឃស្រឡះមកជាព្យុះសង្គ្រាមវិញសម្រាប់លោកវិតគឹមសានជឿជាក់ថាមហាជននៅតែដកជាប់ក្នុងចិត្តនៅទស្សនភាពដែលអនុស្នេហ៍ឯកវិទ្យគឹមសានឈររៀបរាប់ទាំងឈឺចាប់ក្នុងឯកសន្តានយោធារឿងទិញផ្ទះបូរីតែមិនបានផ្ទះហើយត្រូវគេសម្លុតឲ្យអង្គុយចោះថែមទៀតបើទោះបីជាវិវាទជាមួយបូរីត្រូវបានប្រកាសថាដោះស្រាយចប់ក៏ប៉ុន្តែខ្សែជីវិតយោធិនរូបនេះបែរជាជួបរបត់ថ្មីដ៏គួរឲ្យតក់ស្លុតទៅវិញតាមរយៈការបង្ហោះសារចុងក្រោយលើគណនី Facebook គឹមសាននាព្រឹកថ្ងៃទី28ខែមករាឆ្នាំ2026នេះលោកបានរៀបរាប់ទាំងក្តីអស់សង្ឃឹមថាលោកបានព្យាយាមធ្វើដំណើរតាមម៉ូតូក្នុងចម្ងាយជិត100គីឡូម៉ែត្រទាំងកណ្ដាលថ្ងៃក្តៅដើម្បីទៅសុំច្បាប់សម្រាប់ការងារពីអង្គភាពក្នុងបំណងយកពេលទៅដោះស្រាយបញ្ហាបំណុលជូនបងប្អូនប៉ុន្តែលទ្ធផលដែលទទួលបានគឺលើសពីការរំពឹងទុកលោកវិទ្យកំសាន្តបានទម្លាយថាមេរបស់លោកមិនត្រឹមតែមិនអនុញ្ញាតច្បាប់និងក្រឡាស់សម្ដីនោះទេប៉ុន្តែថែមទាំងបានប្រាប់លោកនៅដំណឹងអាក្រក់ថារឿងប្អូនចូលបញ្ជីខ្មៅហើយខាងថ្នាក់លើប្រហែលកាត់ឈ្មោះចេញពីក្របខ័ណ្ឌដើមចមដែលនាំឲ្យមានការគំរាមបែបនេះត្រូវបានគេដឹងថាកើតឡើងដោយសារកំហុសដែលលោកស្លីឯកសន្តានយោធាចូលក្នុងអង្គប្រជុំតវ៉ារឿងបុគ្គលកាលពីពេលថ្មីកន្លងទៅក្នុងក្តីក្តុកក្តួលលោកអនុស្នេហ៍ឯកវិទ្យកំសាន្តបានបញ្ជាក់យ៉ាងខ្លីតែអង្រួនចិត្តមហាជនថាខ្ញុំស្រឡាញ់ទាហានណាស់បើដកខ្ញុំដូចដកជីវិតខ្ញុំអញ្ចឹងរហូតមកទល់ពេលនេះមហាជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងដាក់ជាសំណួរថាតើការប្រើប្រាស់សិទ្ធិដើម្បីតវ៉ារកយុត្តិធម៌ក្នុងរឿងជីវភាពផ្ទាល់ខ្លួនគួរតែឈានដល់ការបញ្ចប់អាជីពជាយោធិនដែរឬទេទោះបីជាអនុស្នេហ៍ឯកវិទ្យកំសាន្តមិនមែនជាទាហានជួរមុខក្តីប៉ុន្តែលោកក៏ជាយោធិនដែលមានស្នាដៃបម្រើជាតិមាតុភូមិក្នុងនាមជាទាហានមុខខៀវដែលបានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសជាច្រើនក្រោមឆ័ត្រអង្គការសហប្រជាជាតិយើងនឹងបន្តរងចាំមើលការបកស្រាយជាផ្លូវការពីសំណាក់អង្គភាពពាក់ព័ន្ធជុំវិញករណីនេះបន្តទៀតចប់បងប្អូនអ្នកទស្សនាយល់យ៉ាងណាដែរចំពោះបញ្ហារបស់ទាហានមុខខៀវរូបនេះខ្ញុំបាទណារ៉ាពីកម្មវិធី60